បងរឿងរ៉ាវនេះយើងឥឡូវហ្នឹងសូមហើយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅខាងប៉ុស្តិ៍ក៏យ៉ាងម៉េចបងទៅសួរនាំក៏យ៉ាងម៉េចបងរឿងហ្នឹងបងភ្លឺជំវិញករណីហ្នឹងចាក់ស្ដែងណាបងហើយតែមកឲ្យគាត់ទទួលពាក្យបណ្ដឹងគាត់ហើយនឹងគឺធ្វើការស្រាវជ្រាវតាមនឹងបន្តទៅទីបងប៉ុន្តែបរិះខាងលើហ្នឹងគឺត្រូវបានរត់គេចខ្លួនបាត់ហើយមែនទេបងទៅអត់ឃើញមិញតាមចាក់ស្ដែងទីចុះចាក់ស្ដែងមិញទៅអត់ឃើញទេក្នុងអូប៉ុន្តែពីមុនដំបូងមកខាងភាគីម្ដាយជនរងគ្រោះក៏បានប្រាប់ថានៅក្នុងបន្ទប់ហូបបាយទេដល់ពេលកម្លាំងសមត្ថកិច្ចនឹងសារព័ត៌មានជាងមកគាត់បានប្រាប់ថាឥឡូវអត់ឃើញប្តីគាត់នៅក្នុងហ្នឹងទេប្រពន្ធគាត់គាត់យើងអត់មានទៅឃើញអីទេគាត់ថាយើងបើកទ្វារទៅអត់មានឃើញអីបាទឥឡូវមានតែហៅគាត់ទៅដាក់ពាក្យបណ្ដឹងបាទឲ្យភ្លឺជំវិញករណីណាច្បាស់បាទអរគុណបងអរគុណបាទហើយរឿងរ៉ាវខាងលើនេះបងប្អូនប្រិមិត្តយើងឃើញហើយបាទកម្លាំងសមត្ថកិច្ចនៅខាងប៉ុស្តិ៍ចោមចៅមួយក៏លោកមកដល់នឹងកន្លែងទីតាំងផងដែរដើម្បីនាំជនរងគ្រោះបាទទាំងម្ដាយទាំងកូននេះទៅសួរនាំនិងធ្វើតាមនីតិវិធីច្បាប់ទៅដាក់ពាក្យបណ្ដឹងបាទឬក៏យ៉ាងណាមួយបាទយើងទុកទូនាទីនេះជូនទៅសមត្ថកិច្ចដើម្បីធ្វើការទៅតាមជំនាញរបស់លោកបងប្អូនប្រិមិត្តយើងបាទបងស្រីឥឡូវទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ណាបងណាចាលោកបងហើយឥឡូវនេះជនសង្ស័យខាងលើហ្នឹងគឺបានរត់គេចខ្លួនបាត់ហើយទៅជាក្មួយថ្លៃរបស់ទៅជាបងប្អូនស្រីរបស់បងហ្នឹងចារត់ពេលខ្ញុំចេញទៅគាត់នៅហូបបាយមួយពួនគាត់ទេនៅហ្នឹងទេតែលោកពូមកប្រហែលវាមានពីណាទៅប្រាប់បាននេះឬមួយគាត់ចេញមកឃើញមិនដឹងបានគាត់រត់គេចខ្លួននៅផ្លូវប្រឡោះក្រោយគាត់ទៅអង្គុយទៅនៅប្រឡោះក្រោយហ្នឹងទេប្រឡោះក្រោយទៀតបងណាកន្លែងលោកពូខ្ញុំហៅលោកពូទៅមិញហ្នឹងបាទនោះរបស់ពូអញ្ចឹងរត់ទៅតាមផ្លូវក្រោយបាត់ហើយចាអូហើយដូចបងស្រីបញ្ជាក់អញ្ចឹងថាមានប្រើពាក្យសម្ដីការប្រមាថទៅលើកូនស្រីរបស់បងអាយុ9ឆ្នាំម្នាក់ទៀតហ៎បង4ឆ្នាំ75ឆ្នាំ4 75ឆ្នាំបងណាចាហើយកូននឹងខ្ញុំផ្ញើនឹងគាត់រងថ្ងៃហើយគាត់និយាយចឹងហើយខ្ញុំទុកចិត្តបើពាក្យសម្ដីយ៉ាងម៉េចបងសូមជួយបញ្ជាក់ណាបងថាខ្ញុំសួរថាអូនឯងហេតុអីធ្វើដាក់ក្មួយអញ្ចឹងវាថាធ្វើហើយគាត់ធ្វើអីធ្វើទៅឲ្យបានសុខប៉ុន្តែបងឯងប្រយ័ត្នសិពើទៀតប្រយ័ត្នខ្ញុំចាប់លោបងពាក្យសម្ដីទៅលើក្មួយស្រីអាយុ4 5ឆ្នាំទៀតចាអញ្ចឹងបានខ្ញុំរត់ទៅរកលោកពូហ្នឹងខ្លាចគ្រោះថ្នាក់កូនខ្ញុំទៀតព្រោះខ្ញុំព្រលឹមឡើងខ្ញុំទៅធ្វើការលោកពូបាទអញ្ចឹងគាត់ប្រើពាក្យសម្ដីថាងបងឯងប្រយ័ត្នកូនស្រីបងឯងអាយុ4ឆ្នាំមួយទៀតអញ្ចឹងបានន័យថាគាត់ពុនប៉ងទៅលើកូនបងអាយុ19ឆ្នាំមួយហើយគាត់ព្យាយាមពុនប៉ងទៅលើកូនស្រីបោះពាក្យសម្ដីទៅលើកូនស្រីរបស់បងអាយុ4ឆ្នាំ5ឆ្នាំមួយទៀតចាលោកពូចាអូជនសង្ស័យនេះបាទឥឡូវរយៈពេលប្រហែលដងហើយដែលគាត់ធ្វើសកម្មភាពបែបហ្នឹងបងស្រីខ្ញុំសួរកូនខ្ញុំវាថា2 3ដង2 3ដងហើយតែមុនខ្ញុំមិននឹងតែកូនស្រីបងទៅនឹងបញ្ជាក់ហ្នឹងទេទៅប្រាប់បងទេទៅប្រាប់ថា2 3ដងហើយវាអត់ប្រាប់ដោយសារថាវារឿងអីតិចតួចវាថាហើយកែទឹកគាត់ត្រឡប់ចោលព្រោះអាណិតម្ដាយមីងវាខ្លាចប្រាប់ទៅម្ដាយមីងវាពិបាកចិត្តបាទឥឡូវហ្នឹងគាត់ទ្រាំមិនបានធ្វើសកម្មភាពដដែលច្រើនបងពេកក៏គាត់បានប្រាប់ទម្លាយរឿងអាចកំបាំងមួយហ្នឹងដែលព្យាយាមលាក់ទុកហ្នឹងទៅប្រាប់បងតែម្ដងចាដើម្បីក៏ឲ្យធូរពីក្នុងទ្រូងរបស់គាត់មិនប្រាប់ទេខ្ញុំដឹងពីប្រពន្ធគាត់វិញទេអូប្រពន្ធអ្នកនិយាយដែរប្រពន្ធមកសួរខ្ញុំថាបងឯងជឿកូនបងឯងអត់ជឿអីគេអូនមកតែនិយាយរឿងការងារនោះទេខ្ញុំថាមិនជឿទេមួយហ្នឹងនិយាយកលិចកលុចណាបងជឿមិនរងចាក់តែថារឿងអីគេខ្ញុំសួរអូនឯងនិយាយដូចចម្លែកខ្ញុំសួរចឹងនិយាយប្រាប់ខ្ញុំតាមត្រង់មកថាមីកែវហើយប្រាប់ខ្ញុំថាពូវាចាក់វាខ្ញុំអត់មាត់ហ្មងខ្ញុំនឹងអង្គុយស្ងៀមខ្ញុំអត់មាត់ទេបើពេលខ្ញុំទៅសួរកូនខ្ញុំឆ្លើយនិយាយចឹងមែនថាហើយជាពូថ្លៃហ្នឹងពុនប៉ងធ្វើសកម្មភាពហ្នឹងច្រើនដងទៅហើយទៅលើកូនរបស់បងស្រីហ្នឹងចាបាទហើយដល់ពេលក្រោយពីទទួលដំណឹងបានទៅបងក៏ទៅទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹងចឹងទៅតែឥឡូវនេះឃើញខ្ញុំខ្លាចមីទូចទេព្រោះកូនស្រីបងអាយុ5ឆ្នាំនេះទៀតបើគាត់និយាយអញ្ចឹងហើយគាត់និយាយអញ្ចឹងប្រាប់ខ្ញុំហើយខ្ញុំប្រហែលទៅខ្ញុំខ្លាចគ្រោះថ្នាក់កូនខ្ញុំទេបាទអញ្ចឹងបានន័យថាបុរសម្នាក់ហ្នឹងបាទព្យាយាមពុនប៉ងទៅលើកូនបងអាយុ19ឆ្នាំហើយព្យាយាមបោះពាក្យសម្ដីទៅដាក់កូនស្រីរបស់បងអាយុ5ឆ្នាំមួយទៀតថាងប្រយ័ត្នខ្លួនទាំងក្មួយស្រីអាយុ5ឆ្នាំនឹងទៀតចឹងបងណាបាទអញ្ចឹងអរគុណបងតាពាក្យបណ្ដឹងបងនេះជាករណីដែលបុរសម្នាក់បាទធ្វើការពុនប៉ងទៅលើក្មួយថ្លៃខ្លួនឯងបងប្អូនប្រិមិត្តយើងហើយទៅតាមការបញ្ជាក់របស់ម្ដាយក្មួយស្រីរងគ្រោះក៏បានប្រាប់ថាកូនរបស់គាត់ត្រូវជាពូថ្លៃហ្នឹងបាទធ្វើសកម្មភាព2 3ដងទៅហើយដោយយកដៃទៅស្ទាបបាទប៉ុន្តែគាត់មិនព្យាយាមប្រាប់ម្ដាយគាត់ទេគាត់ព្យាយាមលាក់បាំងតែដោយសារលើកទី3នេះបាទលើកទី3នេះគឺម្ដាយគាត់អត់នៅទេហើយគាត់នៅតែ2នាក់បងប្អូន
ហើយក្មួយស្រីមួយទៀតគឺអាយុ9ឆ្នាំចំណែកឯបងស្រីគឺអាយុ19ឆ្នាំបាទហើយត្រូវជាពូថ្លៃហ្នឹងបានយកទូរស័ព្ទទៅឲ្យក្មួយស្រីអាយុ9ឆ្នាំហ្នឹងយកទៅលេងនៅក្នុងបន្ទប់ខ្លួនឯងដើម្បីលេងជាមួយកូនខ្លួនហើយក៏យកធ្វើសកម្មភាពយកដៃទៅលាត់អាវក្មួយស្រីអាយុ19ឆ្នាំហើយយកដៃមួយជាងទៀតបាទទៅស្កត់លើទ្រូងក្មួយស្រីបាទហើយក្រោយមកក្មួយស្រីខាងលើហ្នឹងក៏បានប្រាប់ទៅម្ដាយបាទប្រាប់ទៅម្ដាយថាត្រូវជាពូថ្លៃហ្នឹងធ្វើសកម្មភាពប៉ុនប៉ងទៅលើខ្លួនបាទមិនដឹងថាគាត់មានបញ្ហារោគចិត្តអីឬក៏យ៉ាងណាទេហើយពូថ្លៃហ្នឹងបាទបោះពាក្យសម្ដីបន្ថែមទៀតបោះពាក្យសម្ដីថានេះសំបីថាកូនឯងប៉ូនឯងអាយុ9ឆ្នាំហ្នឹងក៏ខ្ញុំអាចនឹងចាប់ដែរបាទនេះគាត់បោះពាក្យសម្ដីចឹងទៀតបងប្អូនប្រិយមិត្តយើងមិនដឹងថាគាត់ហ្នឹងមានបញ្ហាអ្វីទេបាទមិនដឹងថាគាត់មានបញ្ហាអ្វីទេរោគចិត្តឬក៏យ៉ាងណាទេគាត់បោះពាក្យសម្ដីទៅលើក្មួយស្រីម្នាក់ទៀតដែលទៅជាប្អូនជនរងគ្រោះហ្នឹងដែលនៅបន្ទប់2នាក់បងប្អូនហ្នឹងបាទប្រើពាក្យសម្ដីទៅបែបហ្នឹងទៀតបាទមិនដឹងថាមនុស្សគាត់ជាមនុស្សបែបណាទេបាទហើយយើងឃើញហើយកម្លាំងសមត្ថកិច្ចក៏មកដល់នឹងកន្លែងទីតាំងកើតហេតុផងដែរបាទបងប្អូនប្រិមិត្តយើងរឿងរ៉ាវខាងលើនេះបាទបងស្រីក៏បានទៅដាក់ពាក្យប្តឹងជាមួយនឹងកូនគាត់បាទហើយបើចំណែកឯបរោះម្នាក់ត្រូវជាពូថ្លៃពុនប៉ងទៅស្ទាបបង្អើលទៅលើក្មួយថ្លៃខ្លួនឯងរយៈពេល2-3 ដងហើយហ្នឹងបាទដែលតាមការបញ្ជាក់ហ្នឹងគឺបានប្រាប់ថានៅនឹងកន្លែងហូបបាយជាមួយប្រពន្ធទេប៉ុន្តែក្រោយពីបងប្អូនអ្នកសារព័ត៌មាននិងសមត្ថកិច្ចមកដល់នឹងកន្លែងទីតាំងក៏បានរត់គេចខ្លួនចេញពីកន្លែងទីតាំងបាត់ទៅហើយបាទហើយដោយខ្ញុំបញ្ជាក់បងប្អូនហើយនឹងម្ដាយរបស់ក្មួយស្រីរងគ្រោះមិញគាត់បញ្ជាក់អញ្ចឹងគាត់ប្រើពាក្យសម្ដីគាត់ថានេះសំបីតែក្មួយស្រីអាយុ5ឆ្នាំហ្នឹងកូនបងឯងហ្នឹងមិនស្រួលខ្ញុំចាប់ទៀតណែគាត់ប្រើពាក្យសម្ដីបែបហ្នឹងទៀតបងប្អូនប្រិមិត្តយើងបាទមិនដឹងថាបរោះខាងលើហ្នឹងគាត់គិតយ៉ាងម៉េចទេទាំងតែគាត់មានប្រពន្ធមានកូនទៅហើយបាទហើយនេះជាក្មួយថ្លៃខ្លួនឯងទៀតបាទហើយតែការបញ្ជាក់របស់ម្ដាយថានឹកឃើញថាត្រូវជាពូបាទក៏ផ្ញើកូនបាទនៅនឹងកន្លែងផ្ទះជួលនេះតែម្ដងបាទដោយសារនឹកឃើញថាពូមករស់នៅជុំគ្នាទៅហើយបាទអញ្ចឹងទៅក៏ផ្ញើទៅថាមើលថែទាំក្មួយផងបាទគាត់នៅស្រុកនៅឆ្ងាយបាទមានទេណាដូចផ្ញើចំណៃក្នុងមាត់ខ្លាបងប្អូនប្រិមិត្តយើងបាទធ្វើសកម្មភាព2-3 ដងទៅហើយបាទហើយរឿងរ៉ាវខាងលើនេះបាទគឺស្ថិតនៅនឹងភូមិតាពាំងខ្លឹងបាទសង្កាត់ចោមចៅមួយខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទខ្ញុំបាទជំនៀងភ្នាក់ងារនៃសារព័ត៌មានដើម7សូមគោរពអរគុណសូមជម្រាបលា